ពីម្សិលមិញថ្ងៃពុធគឺយើងបានដំណើរការឡស្មុកពីយើងបានមួយជើងហើយសាច់របស់យើងដែលយើងស្មុកបានដែលយើងអបផ្សែងបានហ្នឹងគឺមានចំនួនបានរហូតដល់19គីឡូថ្ងៃនេះក៏យើងមានសល់ដែរយើងសល់បាន2ដុំធំជាមួយណាមនុស្សលោកយើងចាប់ផ្ដើមមានចំណេះដឹងក្នុងការទៅធ្វើសាច់ស្មុកនេះតាំងពីជំនាន់បុរេប្រវត្តិតាំងពីមនុស្សនៅក្នុងឡានភ្នំនៅឡើយពេលដែលចាប់ផ្ដើមទៅបបបាញ់បានសាច់គឺគាត់វះគាត់ហូបបានប្រមាណសល់ប្រមាណគឺនៅលើដីទាំងអស់ពេលដែលចាប់ផ្ដើមសាច់នៅលើដីទៅមានសត្វល្អិតផ្សេងសត្វផ្សេងតែងតែមករុំសាច់នឹងហើយធ្វើឲ្យសាច់នឹងទៅខូចខាតឬមួយក៏ត្រូវបានសាច់សត្វល្អិតផ្សេងមកស៊ីចោះស៊ីអីចឹងទៅក្រោយមកទៀតដើម្បីកិច្ចឲ្យផុតពីការបំផ្លាញពីសត្វល្អិតទាំងអស់នោះគាត់បានយកសាច់ទាំងអស់នោះទៅភ្ជួរឡើងគឺគាត់ភ្ជួរនៅក្នុងឡាងភ្នំរបស់គាត់ពេលដែលគាត់ភ្ជួរឡើងអញ្ចឹងហើយសាច់ទាំងអស់នោះត្រូវបានរក្សាទុកប្រហែលជាក្នុងចន្លោះពី3ទៅ5ថ្ងៃទេសាច់នោះចាប់ផ្ដើមឡើងក្លិនចាប់ផ្ដើមឡើងរលួយខូចហើយក្រោយមកទៀតនោះក៏គាត់បានរកឃើញថាសាច់របស់គាត់ដែលភ្ជួរហ្នឹងនៅក្បែរគំនុកភ្លើងដែលគាត់បានដុតដើម្បីកម្ដៅខ្លួនហ្នឹងត្រូវបានប៉ះផ្សែងទៅស្រាប់តែធ្វើឲ្យសាច់នោះមានសភាពរាងឆ្អិនថែមទាំងផ្ដល់ក្លិននិងរសជាតិប្លែកពីគាត់ហូបឆៅដើម្បីតែរក្សាសាច់របស់គាត់ដែលទៅបបាញ់បានហ្នឹងឲ្យបានពេលវេលាយូរត្រឹមរយៈ10ថ្ងៃទៅ20ថ្ងៃអីចឹងគាត់ក៏យកមកភ្ជួរនៅក្បែរគំនុកភ្លើងរបស់គាត់នឹងជាទម្លាប់មានពេលខ្លះគាត់ធ្វើឲ្យសាច់ហ្នឹងបានឆ្អិនល្អអាចរក្សាបានវែងរហូតទៅដល់រយៈពេលលើសពី2ខែលើសពី3ខែអញ្ចឹងទៅរហូតមកដល់សម័យបច្ចុប្បន្ននេះជាពិសេសនៅប៉ែកអឺរ៉ុបពួកគាត់បានយកវិធីសាស្ត្រអបផ្សែងបែបនេះយកមកកែច្នៃទៅលើម្ហូបអាហារផ្សេងមានដូចជាមាន់ទុកគីក៏គេអាចធ្វើជារបៀបអបផ្សែងចឹងដែរហើយសាច់ជ្រូកយើងជាពិសេសដែលបងប្អូនទាំងអស់គ្នាតែងតែស្គាល់ថាសាច់ហែមបាទចេញពីប្រវត្តិសាច់អបផ្សែងនឹងដែរមានការវិវត្តបែបទំនើបជាងនោះទៅទៀតហ្នឹងគឺអបផ្សែងបែប Texas នេះឯងនៅសហរដ្ឋអាមេរិកជាពិសេសនៅរដ្ឋ Texas គឺគេបានសិក្សានិងកែច្នៃម្ហូបអាហារនេះតាមរបៀបរបបខាង Texas ហ្នឹងគឺរបៀបដែលបងប្អូនឃើញដែលខ្ញុំបានធ្វើជាវីដេអូកន្លងមកហ្នឹងគឺរបៀបនេះហើយគេហៅថារបៀប Texas Smoke Meat ឬមួយក៏យើងហៅថា Texas អបផ្សែងងាកមកមើលសាច់ smoke របៀបនេះវិញគឺត្រូវបាននិយមកែច្នៃនិងប្រើប្រាស់នៅខាងរដ្ឋ Texas សហរដ្ឋអាមេរិកច្រើនតាមលក្ខណៈគ្រួសារក្តីតាមលក្ខណៈបម្រើជាភោជនីយដ្ឋានក្តីគឺយើងឃើញសាច់ smoke របៀបនេះច្រើនគឺនៅខាង Texas តើភាពខុសគ្នាពីវប្បធម៌ហូបចុករបស់ប្រជាពលរដ្ឋដែលនៅខាងរដ្ឋ Texas សហរដ្ឋអាមេរិកហ្នឹងគេហូបបែបនេះជាមួយនឹងខាងអឺរ៉ុបដែលគាត់មានធ្វើរបៀបជា ham ជា smoke ham ឬមួយក៏យកអបផ្សែងអបសាច់ក្រកអីហ្នឹងតើវាខុសគ្នាមិនបាទរបៀបនៃការហូបចុករបស់រដ្ឋ Texas នេះខុសគ្នាត្រង់ថាពេលដែលគាត់ទៅហូបផុសខាងអឺរ៉ុបមានសភាពថាស្ងួតហើយរាងរឹងអញ្ចឹងទេពួកគាត់ក៏ស្រាវជ្រាវបន្ថែមទៅទៀតទៅក៏ធ្វើឲ្យសាច់ smoke បែបវប្បធម៌ពួកគាត់នោះនឹងកែច្នៃវិធីសាស្ត្រមួយចំនួនទៅធ្វើឲ្យសាច់នឹងមានសភាពមានសំណើមទន់ជាងសាច់បើប្រៀបធៀបជាមួយនឹងការអបផ្សែងរបស់ពួកប៉ែកអឺរ៉ុបហើយដោយឡែកការហូបចុកបែបអបផ្សែងនេះក៏យើងប្រទះឃើញនៅប៉ែកអាស៊ីយើងជាពិសេសនៅខ្មែរយើងនេះតាំងពីយើងតពីដូនតាដរអីមកក៏យើងមានប្រភេទពួកសាច់អបផ្សែងដែរដែលយើងមិនសូវបានចាប់អារម្មណ៍នោះគឺការឆ្អើរត្រីបងប្អូនធ្លាប់ឃើញទេស្រុកខ្មែរយើងក៏មានវប្បធម៌ហូបបែបហ្នឹងដែរគឺឆ្អើរត្រីបងប្អូនឃើញយើងមានឆ្អើរតាំងពីត្រីរៀលតូចរហូតដល់ត្រីធំហ្នឹងដែលយើងធ្វើជាត្រីឆ្អើរហ្នឹងក៏ជាប្រភេទមួយក្នុងចំណោមប្រភេទកែច្នៃម្ហូបអាហារបែបអបផ្សែងដែរអញ្ចឹងថ្ងៃនេះក៏ចង់នាំបងប្អូនឲ្យស៊ីជម្រៅបន្តិចទៀតទៅលើវិធីសាស្ត្រក្នុងការធ្វើសាច់អបផ្សែងរបស់ ruminant យើងដែរមុននឹងយើងចូលឲ្យស៊ីជម្រៅទៅលើវិធីសាស្ត្រនៃការស្មុកហ្នឹងខ្ញុំឆ្លៀតឱកាសហ្នឹងឆ្លើយសំណួរបងប្អូនហ្មងព្រោះអីខ្ញុំទទួលបានសំណួរច្រើនណាស់សំណួរទី1គឺហេតុអីក៏សាច់ smoke ruminant ហ្នឹងប្រើពេលវេលាយូរម៉េះហើយនឹងសំណួរទី2នោះគឺហេតុអីក៏សាច់ហ្នឹងមានតម្លៃថ្លៃម៉េះបើយើងប្រៀបធៀបជាមួយនឹងសាច់គោយើងធម្មតាបាទអញ្ចឹងយើងចូលទៅវិធីសាស្ត្រក្នុងការ smoke ដែលប្រើពេលវេលាយូរវាជា
បច្ចេកទេសពិសេសមែនតើបើបងប្អូនស៊ីជម្រៅគឺថាមានដំណាក់កាលហើយប្រើវិធីសាស្ត្រខុសៗគ្នារហូតយើងដាក់នៅក្នុងឡហ្នឹងមែនប៉ិតក៏ប៉ុន្តែដំបូងបង្អស់ហ្នឹងគឺយើងជ្រើសរើសសាច់គោបន្ទាប់ពីយើងជ្រើសរើសបានសាច់គោប្រភេទណាដែលយើងត្រូវយកមកធ្វើការអបផ្សាយនឹងហើយគឺយើងយកទៅអាប់គ្រឿងដែលនៅក្នុងវីដេអូ For Ruminant យើងហ្នឹងបងប្អូនតែងតែឃើញហើយគឺយើងមានលាបគ្រឿងលាបអីហើយបន្ទាប់មកគឺយើងអបនៅក្នុងថង់ផ្លែឈើទុកដើម្បីឲ្យសាច់ហ្នឹងបឺតយកគ្រឿងបានល្អបន្ទាប់បានមួយថ្ងៃគឺចូលដល់ថ្ងៃដែលយើងត្រូវចូលក្នុងឡអបអញ្ចឹងដំណាក់កាលចូលឡអបហ្នឹងគឺយើងបែងចែក3ដំណាក់កាលធំដូចគ្នាអញ្ចឹងដំណាក់កាលទី1ហ្នឹងគឺយើងយកសាច់របស់យើងដាក់ចូលនៅក្នុងឡដោយមិនបានរុំទេមិនបានរុំกระដាស់ទេមូលហេតុហ្នឹងគឺយើងចាប់ផ្ដើមឲ្យសាច់ហ្នឹងរលាយខ្លាញ់បន្តិចម្ដងទៅតាមកម្ដៅឡរបស់យើងដែលយើងបានដាក់ហ្នឹងអញ្ចឹងក្នុងរយៈពេល1ម៉ោង2ម៉ោងហ្នឹងគឺខ្លាញ់ចាប់ផ្ដើមប៉ះកម្ដៅពេលដែលខ្លាញ់ចាប់ផ្ដើមរលាយហើយមូលគល់ខ្លាញ់ទាំងអស់ហ្នឹងនឹងទៅបឺតយកផ្សែងយកមកទុកនៅក្នុងសាច់នេះដែលបងប្អូនឃើញថាមានសភាពខ្មៅហ្នឹងពេលដែលយើងដាក់ឲ្យសាច់របស់យើងបឺតយកផ្សែងគ្រប់គ្រាន់ហើយគឺក្នុងចន្លោះពី3ទៅ5ម៉ោងពេលនោះយើងមើលឃើញសភាពសាច់របស់យើងទទួលបានផ្សែងគ្រប់គ្រាន់ហើយគឺយើងឆ្លងចូលដល់ដំណាក់កាលទី2ដំណាក់កាលទី2ហ្នឹងគឺដំណាក់កាលរុំกระដាស់នឹងឯងហើយក្នុងដំណាក់កាលទី2នេះឯងអត្ថប្រយោជន៍ផងដំណាក់កាលទី2នេះគឺយើងចង់ឲ្យសាច់ខាងក្នុងរបស់យើងនេះទទួលបានកម្ដៅលើសពី75អង្សាសេឲ្យទៅដល់95អង្សាសេមូលហេតុគឺដើម្បីឲ្យកម្ដៅនេះមានតែកម្ដៅប៉ុណ្្នឹងទេក្នុងចន្លោះពី90ទៅ95អង្សាសេហ្នឹងទេទើបបានអាចទៅបំបែកអេឡាស្ទីនឬមួយក៏យើងហៅថាសរសៃប៉ាងហ្នឹងកម្ដៅប៉ុណ្ណឹងទើបបានអាចទៅបំបែកអេឡាស្ទីនហ្នឹងឲ្យវា render ឲ្យវារលាយចូលមួយស្រទាប់ខ្លាញ់ចូលមួយស្រទាប់ផ្សែងហ្នឹងទើបបង្កើតបានជាសារធាតុរាវម្យ៉ាងទៀតដែលខ្ញុំតែងតែហៅថា gelatin ហ្នឹងចូលដល់ដំណាក់កាលចុងក្រោយគឺដំណាក់កាលឲ្យសាច់ហ្នឹងបានសម្រាកអញ្ចឹងនៅពេលដែលយើងរុញសាច់របស់យើងនៅក្នុងសីតុណ្ហភាព95អង្សាសេហ្នឹងឲ្យបានដល់កម្រិតវាហើយវាបំបែកនៅស្រទាប់ប៉ាងស្រទាប់ប្រូតេអ៊ីនទាំងស្រទាប់ collagen ទាំងអស់នោះហើយបំលែងចូលទៅជាសារធាតុរាវ gelatin បានហើយរួចរាល់ហើយគឺយើងចាប់ផ្ដើមទាញចេញពីឡពេលដែលទាញបានចេញពីឡហើយទើបបានយើងយកមកឲ្យសាច់ហ្នឹងបានសម្រាកអញ្ចឹងនៅក្នុងដំណាក់កាលសម្រាកហ្នឹងយើងហៅថា resting អញ្ចឹងបងប្អូនមកមើលការ rest របស់យើងគឺយើងត្រូវប្រើធុងស្នោដែលអាចទប់នឹងកម្ដៅនិងធ្វើឲ្យសាច់របស់យើងហ្នឹងធ្លាក់កម្ដៅគឺយឺតបំផុតនៅពេលដែលសាច់យើងធ្លាក់កម្ដៅយឺតនឹងហើយទើបបាន form gelatin ហ្នឹងគឺវាមិនបានហូរចេញភ្លាមគឺវានៅតោងជាប់សាច់របស់យើងហ្នឹងឯងអញ្ចឹងខ្ញុំចូលមកឆ្លើយនឹងសំណួរបងប្អូននៅសំណួរទី2មូលហេតុអីបានសាច់យើងថ្លៃម៉េះសាច់យើងថ្លៃគឺដោយសារតែថាជ្រើសរើសប្រភេទសាច់អញ្ចឹងសាច់ដែលយើងយកមកហ្នឹងយើងឲ្យថាវត្ថុធាតុដើមហ្នឹងគឺមានតម្លៃថ្លៃស្រាប់ហើយអញ្ចឹងសម្រាប់សាច់ឆ្អឹងជនីនេះដែលយើងជ្រើសរើសប្រភេទដែលល្អមកហ្នឹងគឺក្នុង1គីឡូហ្នឹងគឺមានចន្លោះពី20ទៅ$22ក្នុង1គីឡូវត្ថុធាតុដើមគឺថ្លៃស្រាប់ហើយទី2គឺនៅពេលដែលយើងចម្អិនហ្នឹងសាច់ដែលយើងស្ងួតហើយនឹងស្រក់ជាតិសំណើមរបស់វាបាត់បង់ហ្នឹងគឺបាត់បង់រហូតទៅដល់ 50% មានន័យថាសាច់ដែលជាវត្ថុធាតុដើមនេះយើងយកមក2គីឡូនៅពេលដែលយើងឆ្លងគ្រប់ដំណាក់កាលទាំង3ហ្នឹងហើយគឺសាច់ទាំងអស់ហ្នឹងគឺនៅសល់តែ1គីឡូទេអញ្ចឹងតម្លៃថ្លៃដើមវាពី22អាចឡើងរហូតដល់$44ស្រាប់ហើយបាទហើយចំណុចទី3ដែលធ្វើឲ្យសាច់ស្មូកយើងហ្នឹងមានតម្លៃថ្លៃគឺពលកម្មហ្នឹងដើម្បីធ្វើសាច់ស្មូកបានចេញមករូបរាងបែបនេះគឺយើងចំណាយពេល2ថ្ងៃពេញថ្ងៃទី1គឺយើងជ្រើសរើសសាច់ហើយយើងយកមកអាប់គ្រឿងអាប់អីទុកឲ្យបាន24ម៉ោងចូលដល់ថ្ងៃទី2គឺថ្ងៃដែលយើងដំណើរការឡរបស់យើងនេះយើងចំណាយពេលរហូតទៅដល់18ម៉ោងពីលើទៀតចំណុចដែលធ្វើឲ្យសាច់ស្មូកយើងថ្លៃហ្នឹងគឺចុងក្រោយបង្អស់ហ្នឹងគឺទៅលើពលកម្មហ្នឹងឯងតាំងពីខ្ញុំបានចាប់ផ្ដើមដំណើរការធ្វើសាច់ស្មូកនេះមកខ្ញុំទទួលបានសំណួរជាច្រើនសំណួរនោះគឺពាក់ព័ន្ធជាមួយហេតុអីក៏សាច់ស្មូកយើងមានសភាពខ្មៅហើយអាចញ៉ាំបានអត់ហើយអាចប៉ះពាល់ដល់សុខភាពយើងអត់បាទអញ្ចឹងថ្ងៃនេះខ្ញុំឆ្លៀតឱកាសធ្វើវីដេអូនេះឡើងដើម្បីស្រាយចម្ងល់បងប្អូនដែលពាក់ព័ន្ធជាមួយនឹងសម្បល់ខ្មៅខាងក្រៅនេះជាដំបូងសាច់ស្មូកគឺយើងត្រូវប្រើផ្សែងដើម្បីយកមកចម្អិនវាពេលដែលយើងដំណើរការប្រើផ្សែងអញ្ចឹងគឺ
យើងអាចដាក់នៅក្នុងឡរបស់យើងឲ្យបានចំនួនប្រហាក់ប្រហែលចន្លោះពី3ទៅ5ម៉ោងតាមសាច់ក្រាស់សាច់ស្តៅអញ្ចឹងក្នុងរយៈពេលដំបូងដែលយើងមិនបានក្របกระดาษបែបនេះយើងដាក់សាច់បែបលាតអញ្ចឹងចូលទៅក្នុងឡដើម្បីអីគឺដើម្បីឲ្យសាច់របស់យើងបានបឺតផ្សែងនៅពេលដែលវាបឺតផ្សែងអញ្ចឹងទៅហើយជាមួយនឹងកម្ដៅផ្សែងនឹងមកវាចាប់ផ្ដើមធ្វើឲ្យសាច់របស់យើងនឹងរលាយខ្លាញ់ពេលដែលរលាយខ្លាញ់ហ្នឹងនឹងមានសំណើមពេលដែលចាប់ផ្ដើមរលាយខ្លាញ់មានសំណើមនឹងហើយគឺសាច់របស់យើងគឺចាប់ផ្ដើមបឺតយកជាតិផ្សែងដែលធ្វើឲ្យសាច់របស់យើងហ្នឹងបានទាំងក្លិនហើយនឹងបានទាំងរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ការដែលវាខ្មៅចេះវាមិនមែនជាកាបោនដែលយើងដុតខ្ជុំដុតឈើអីមួយហើយវាឆេះហើយវាប្រែបំលែងគីមីទៅជាកាបោនទេតែធាតុពិតសាច់របស់យើងគឺមិនមែនជាកាបោនទេវាគ្រាន់តែមានសភាពខ្មៅតែធាតុពិតគឺវាបានស្រូបយកផ្សែងខ្មៅហ្នឹងទេអញ្ចឹងបើយើងប្រៀបធៀបជាមួយនឹងការអាំងផ្ទាល់ជាមួយនឹងខ្ជុំគឺសាច់របស់យើងត្រូវបានឆេះឲ្យខ្លោចឲ្យបំលែងជាកាបោនប្រភេទពីរនេះគឺខុសគ្នាខ្ញុំហ៊ានធានាថាការហូបបាយនេះគឺមិនប៉ះពាល់ដល់សុខភាពបងប្អូនទេខ្ញុំចង់នាំបងប្អូនទៅមើលសភាពខាងក្នុងរបស់សាច់ចឹងចំណុចខ្មៅបងប្អូនចូលមកចិត្តបងប្អូនប្រកាសជាឃើញស្រទាប់ខាងក្រៅនឹងខ្មៅវាគឺជាស្រទាប់ខ្លាញ់ដែលវាបានបឺតផ្សែងមកហើយវាបំលែងទៅសភាពខ្មៅបែបនេះហើយសាច់របស់យើងដែលវាបានបឺតផ្សែងល្អគឺចូលមកក្នុងដំណាក់កាលនេះអញ្ចឹងសាច់ស្មូកដែលស្តង់ដាគឺខាងក្រៅខ្មៅបន្ទាប់មកមានផ្កាឈូកដិតបន្ទាប់មកផ្កាឈូកស្រាលប្រភេទនេះបាទហើយបងប្អូនឃើញមានខ្លាញ់តិចខាងក្នុងហ្នឹងខ្លាញ់ទាំងអស់នេះក៏ជាខ្លាញ់ដែលប្រយោជន៍ដែរហើយបើធៀបពិតវាមិនមែនជាខ្លាញ់សុទ្ធទេបងប្អូនជាការបំបែកសរសៃប៉ាងឬមួយក៏អង់គ្លេសគេហៅថា connective tissue ហ្នឹងសរសៃប៉ាង elastin ជាមួយនឹង collagen ដែលមាននៅក្នុងសាច់ជាមួយនឹងខ្លាញ់បំបែកសារធាតុទាំងពីរហ្នឹងចូលគ្នាបង្កើតបានជាចំហួយវាបីដូចជាចំហួយអញ្ចឹងគេហៅថា gelatin ហើយ gelatin ហ្នឹងឯងគឺជាបណ្ដុំប្រូតេអ៊ីនពេលដែលបងប្អូនញ៉ាំទៅគឺមានសារជាតិចិញ្ចឹមជាច្រើនព្រោះអីវាជាបណ្ដុំប្រូតេអ៊ីនធ្វើឲ្យបងប្អូនញ៉ាំទៅមានកម្លាំងហើយមានថាមពលឥឡូវនេះយើងចូលដល់វគ្គចុងក្រោយគឺវគ្គភ្លក់តោះមកយើងមកភ្លក់ទាំងអស់គ្នារសជាតិឆ្ងាញ់ហុយហើយមានសំណើមសាច់គោនេះគឺហុយដោយសាច់ត្រីចាញ៉ាំហើយបងប្អូនមានចំណាប់អារម្មណ៍បែបម៉េចដែរអញ្ចឹងបើពាក់ព័ន្ធជាមួយសឹងសាច់ស្មូកបច្ចេកទេសក្នុងការស្មូកសាច់បងប្អូនអាចលើកជាសំណួរតទៅទៀតបានខមមិនមកខាងក្រោមមកខ្ញុំចាំឆ្លើយបងប្អូន